ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានអ្នកមានចំណងជើងថាសត្វចាបសម្លាប់ដំរីស្ដមានដំរីស្ដមួយដើររកស៊ីក្នុងព្រៃដាច់ចេញពីភូងតែម្នាក់ឯងថ្ងៃមួយបានដើរទៅជួបប្រទះនឹងមេចាបកំពុងតែក្រាបគ្រងកូននៃកណ្ដាលផ្លៃដែលខ្លួនដើរមេចាបនិយាយអង្វរដំរីថាសូមលោកអាណិតមេត្តាកុំដាជន់កូនខ្ញុំដំរីមិនព្រមទទួលយកពីអង្វរក៏ឆ្លើយតទៅវិញថាអញមិនដឹងមិនស្គាល់អាណាទេអញចេះចាដាជន់ស្លាប់អាណាក៏ដោយចាបឯងខ្លួនតុយប៉ុណ្ណេះនឹងធ្វើអីអញបានបើទុកជាចាបឯងមានចំនួនច្រើនដល់ទៅ10000ក៏អញជន់ឆ្លីនឹងជើងឆ្វេងអញតែម្ខាងឲ្យស្លាប់ល្អិតល្អយអស់ឥតសល់មួយដែរដំរីថាតែប៉ុណ្ណេះហើយក៏ដើរជន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅមេចាបឃើញកូនស្លាប់ដូច្នោះហើយក៏កើតទុក្ខក្តីក្រហាយសោកស្ដាយកូនណាស់ទើបហាទៅទុំលឿមេឈឺហើយនិយាយប្រាប់ដំរីថាដំរីឯងហ៊ានមើលងាយអញតែបតែឃើញអញខ្លួនតូចកម្លាំងតិចប៉ុន្តែឯងមិនទាន់ដឹងកម្លាំងបញ្ញាអញទេចាំមើលអញនឹងធ្វើសងសឹកដល់អញវិញមេចាបនិយាយរួចហើយក៏ហាទៅរកពឹងសត្វក្អែកឲ្យទៅជឹកចោះភ្នែកដំរីឲ្យបែកជាដំបៅទាំងសងខាងក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀតឲ្យរុយពើងដាក់ភ្នែកដំរីឲ្យកើតជាដង្កូវចក់ក្នុងភ្នែកទាល់តែខ្វាកទាំងពីរកាលដំរីនោះឈឺភ្នែកបែកខ្វាកទាំងពីรงងឹតមើលផ្លៃមិនឃើញហើយក៏កើតទុក្ខវេទនាលំបាកនឹងរកស្មៅស៊ីនឹងរកផឹកទឹកក៏ពុំបានមេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសត្វកង្កែបឲ្យឡើងទៅយំលើកំពូលភ្នំដំរីលើកង្កែបយំមានចិត្តត្រេកអរដោយសម្គាល់ថាមានត្រពាំងទឹកទើបដើរឡើងទៅលើកំពូលភ្នំដំរីទៅបល់កំពូលភ្នំហើយកង្កែបលោតចុកទៅយំក្នុងជ្រក់វិញដំរីដើរតាមសំឡេងកង្កែបទៅទៀតលុះដល់មាត់ជ្រក់ក៏រអេលជើងរមៀលធ្លាក់ទៅក្នុងជ្រក់ស្លាប់ទៅឯមេចាបបានដឹងថាដំរីស្លាប់ហើយក៏មានចិត្តត្រេកអរណាស់សូមជួយចុច like និង subscribe ផងណាប្រុសស្អាតស្រីស្អាត